មិនត្រឹមតែលងបន្លាចអ្នកស្រុកអ្នកភូមិនោះទេសូម្បីតែគោក្របីដែលទឹមនឹងរទេះបកកាត់នៅតំបន់នោះក៏ខ្មោចនេះលងបន្លាចដែរក្នុងខេត្តកំពង់ធំស្រុកសន្ទុកអំឡុងឆ្នាំ1980ពេលនោះគឺជាពេលដែលទើបនឹងបញ្ចប់ពីភ្លើងសង្គ្រាមដែលគ្រានោះប្រទេសជាតិក៏ដូចជាខេត្តកំពង់ធំនេះផ្ទាល់ពុំទាន់នៅមានភាពស៊ីវិល័យភ្លើងពណ៌ដូចពេលសពថ្ងៃនេះឡើយកាលនោះសម្បូរទៅដោយក្រុមចៅតូចធំជាច្រើនដែលចេញមកអុកឡុកប្លន់គោប្លន់ក្របីទ្រព្យសម្បត្តិរបស់អ្នកស្រុកសន្ទុកខេត្តកំពង់ធំនេះនៅវេលាយប់មួយមានក្រុមចៅមួយក្រុមដែលមានរហស្សនាមថាខ្លាខ្មៅបានចេញមកប្លន់គោក្របីអ្នកភូមិនៅពេលដែលប្លន់បានហើយគ្រានោះគឺមានទាំងទ្រព្យសម្បត្តិមាសប្រាក់ជាច្រើនក្រុមចៅនេះមានគ្នារហូតដល់4នាក់នៅអំឡុងពេលដែលចែកទ្រព្យសម្បត្តិគ្នាមានសមាជិកនៅក្នុងក្រុមចៅនោះម្នាក់មិនសុខចិត្តនៅការបែងចែកទ្រព្យសម្បត្តិទៅឲ្យសមាជិកផ្សេងទៀតក៏ដូចជាខ្លួនឯងផងដែរដែលធ្វើឲ្យកើតទៅជាទំនាស់ទាស់ទែងគ្នាប្រកែកគ្នារហូតដល់ប្រើកាំបិតកាត់ក្បាលគ្នាទម្លាក់ចោលនៅទីតាំងផ្សេងឯខ្លួនចៅម្នាក់នោះនៅទីតាំងផ្សេងដែលធ្វើឲ្យរឿងនេះល្បីខ្ទរខ្ទារក្នុងស្រុកសន្ទុកខេត្តកំពង់ធំនាអំឡុងពេលឆ្នាំ1980នោះផងដែរចំណែកឯការស្លាប់បែបនេះគេហៅថាការស្លាប់បែបតៃហោដែលព្រលឹងវិញ្ញាណខ្មោចចៅនោះតែងតែចេញអុកឡុកលងបន្លាចមិនថាតែអ្នកស្រុកអ្នកភូមិនោះទេសូម្បីតែគោក្របីដែលទឹមនឹងរទេះដើម្បីទៅស្រែចម្ការនោះក៏ខ្មោចចៅនេះលងបន្លាចដែរអ៊ំសឿនគឺជាចាស់ព្រឹទ្ធាចារ្យម្នាក់ដែលរស់នៅក្នុងស្រុកសន្ទុកនេះគាត់បានដំណើរនិយាយប្រាប់កូនចៅចំនួនក្រោយរបស់គាត់ថានាថ្ងៃមួយគាត់បានបរទេះគោដើម្បីចេញទៅដឹកអុសនៅក្នុងឯព្រៃម្ខាងដែលនៅចុងភូមិជារៀងរាល់ថ្ងៃគាត់តែងតែបរទេះគោចេញពីព្រលឹមស្រាងដើម្បីទៅចំការរបស់គាត់នៅឯចុងភូមិប៉ុន្តែមានល្ងាចមួយគាត់បានលើកអុសដាក់លើរទេះក៏រៀងជ្រេម៉ោងរហូតដល់ព្រះអាទិត្យលិចទៅហើយវេលាប្រហែលជាម៉ោង6ជាងទើបគាត់បានបរទេះចេញអំពីចំការរបស់គាត់ដើម្បីត្រឡប់មកភូមិវិញនៅពេលដែលអ៊ំសឿនបរទេះមកដល់ចំចំណុចនឹងផ្លូវដែលក្រុមចៅនោះបានកាប់សម្លាប់គ្នាគោរបស់អ៊ំសឿនក៏បានឈប់ងក់ឈរត្រឹងមើលឆ្វេងមើលស្ដាំពុំបានដើរទៅមុខទៀតឡើយស្របពេលដែលអ៊ំសឿនក៏បានទាញខ្សែតីដើម្បីវាត់គោនោះដើម្បីឲ្យទៅមុខបន្តប៉ុន្តែគោទោះជាខំប្រឹងវាយយ៉ាងណាក៏គោនោះពុំដើរទៅមុខនោះឡើយអ៊ំសឿនក៏បានដឹងពីហេតុការណ៍ស្ថានភាពនេះភ្លាមក៏បាននិយាយឲ្យគោយើងដើរទៅដល់ផ្ទះសិនទៅបើឯងឃ្លានចាំយើងសែនស្រាឲ្យ1លីត្រឲ្យពួកឯងស្ងប់ចិត្តគ្រាន់តែអ៊ំសឿននិយាយប៉ុណ្នេះចប់ភ្លាមគោរបស់អ៊ំសឿនក៏បានដើរទៅមុខជាធម្មតាដោយពុំបានយកមងឬខ្សែតីវាយទៀតនោះឡើយនៅពេលដែលមកដល់ផ្ទះបន្ទាប់ពីទម្លាក់អស់ចេញពីលើរទេះអស់ភ្លាមអ៊ំសឿនក៏បានប្រើចៅរបស់គាត់ឈ្មោះថាអារីដើម្បីទិញស្រាយកមកសែនតាមពាក្យបណ្ដាំដែលគាត់បាននិយាយជាមួយនឹងព្រលឹងវិញ្ញាណខ្មោចចៅនោះតែម្ដងហេតុការណ៍ចម្លែកដែលត្រូវបានលងបន្លាចដោយខ្មោចចៅនោះមិនមែនចប់តែប៉ុណ្្នឹងនោះទេរំលងជាងតែកន្លះខែក្រោយមកមីងរឿនគាត់ជាអ្នករស់នៅក្នុងភូមិជាមួយនឹងអ៊ំសឿនដែរដោយស្រែរបស់គាត់នៅមិនឆ្ងាយប៉ុន្មានពីចំការរបស់អ៊ំសឿននោះទេហើយកាលនោះជារដូវច្រូតកាត់ផងមីងសឿនក៏តែងតែនៅបន្តធ្វើការពីព្រលឹមទល់ព្រលប់ជារៀងរាល់ថ្ងៃហើយមានវេលាថ្ងៃមួយដែលគាត់ធ្វើការរៀងជ្រេម៉ោងបន្តិចរហូតដល់ថ្ងៃលិចបាត់ទៅមីងរឿនក៏បានរៀបចំអីវ៉ាន់របស់គាត់ដែលមានដូចជាល្អីហើយក្នុងល្អីនោះមានបាយទឹកនំចំណីដែលសល់ពីពេលថ្ងៃបរិភោគមិនទាន់អស់ដាក់នៅលើក្បាលរួចទូលដើរចេញអំពីស្រែរបស់គាត់ឯផ្លូវដែលមីងរឿនដើរចេញពីស្រែនោះគឺជាផ្លូវដែលចៅបានកាប់សម្លាប់គ្នាហើយយកក្បាលទៅបោះចោលនៅដប់ព្រៃម្ខាងផ្លូវនោះហើយមីងរឿនគាត់មិនមែនជាមនុស្សដែលចេះខ្លាចខ្មោចឬក៏ព្រលឹងព្រាយបិសាចអ្វីឡើយបន្ទាប់ពីមានហេតុការណ៍លងបន្លាចមីងរឿនរួចមកមីងរឿនលែងហ៊ានចេញអំពីស្រែរបស់គាត់នៅពេលព្រលប់ទៀតហើយដែលមីងរឿនបានដំណើរប្រាប់ថានៅថ្ងៃមួយនោះគាត់បានចេញអំពីស្រែរបស់គាត់នៅពេលព្រលប់ដែលថ្ងៃលិចបាត់ទៅហើយ
គាត់ក៏ធ្វើដំណើរដែលមានទូលល្អីដើរកាត់នៅម្ដុំដបព្រៃដែលជាផ្លូវក្រុមចៅកាប់សម្លាប់គ្នាហើយកាត់ក្បាលបោះចូលទៅក្នុងដបព្រៃនោះមកដល់កន្លែងនេះមីងរឿនមានអារម្មណ៍ថាត្រជាក់ខុសពីសពមួយដងនិងមានអារម្មណ៍ថាព្រឺសម្បុរទាំងដែលមីងរឿនមិនមែនជាមនុស្សអ្នកដែលចេះខ្លាចខ្មោចនោះឡើយស្រាប់តែដល់ទីនោះមីងរឿនឮសំឡេងអន្តងស្រែកហៅយ៉ាងគ្រលួចធ្ងន់ធ្ងរយ៉ាងវេទនាប្រៀបបីដូចមនុស្សកំពុងតែមានការធ្វើទរណកម្មខណៈនោះមីងរឿនមិនបានខ្វល់នឹងចាប់អារម្មណ៍ពីសំឡេងនោះឡើយព្រោះគាត់ដឹងថាតំបន់នេះគេតែងតែល្បីថាមានខ្មោចព្រាយបិសាចចេញមកលបបន្លាចអ្នកភូមិសឹងតែគ្រប់គ្នាមីងរឿនដើរធ្វើធម្មតាមិនទាន់ផុតនឹង 4-5 ជំហានផងស្រាប់តែឃើញស្រមោលស្ទង់នៅឈរពីមុខគាត់ចម្ងាយប្រហែលជា 2-3 ម៉ែត្រមីងរឿនក៏ស្រឡាំងកាំងឈប់ងក់និងដៀងភ្នែកទៅមើលវិញ្ញាណនោះដោយមើលយូរទៅទើបដឹងថាវិញ្ញាណនោះមានតែជើងនិងដងខ្លួនប៉ុន្តែគ្មានក្បាលនោះទេពេលនោះហើយទើបធ្វើឲ្យមីងរឿនរត់ប្រាសអាយុចោលទាំងឈ្នួតក្រមានិងល្អីដែលទូលនៅពីលើក្បាលរត់ផងស្រែកផងតម្រាំដល់ភូមិឲ្យអ្នកភូមិជួយចាប់ពីពេលនោះមកមីងរឿនធ្លាក់ខ្លួនឈឺបាក់ស្បាតពុំហ៊ានទៅចំការស្រែហើយចេញមកវិញពេលប្រលប់ទៀតឡើយដោយទ្រាំនឹងការលងបន្លាចមិនបានពីក្រុមចៅនោះអ្នកស្រុកអ្នកភូមិក៏បានប្រាប់ពូធឿនដែលជាម្ចាស់ដីនៅត្រង់ទីតាំងដែលឧស្សាហ៍មានខ្មោចចោលលងបន្លាចនោះឲ្យកាប់ឆ្ការឈូសដីកុំឲ្យមានវិញ្ញាណសន្ធិដ្ឋទៀតនៅពេលដែលពូធឿនដែលជាម្ចាស់ដីបានកាប់ឆ្ការព្រៃដប់ព្រៃនោះអស់ហើយពូធឿនក៏បានសង់កូនខ្ទមតូចមួយដោយសម្រាប់សែនព្រេនរាល់អ្នកភូមិឆ្លងកាត់ទីនោះតែងតែចូលសែនព្រេនឬក៏បែបន់សុំសេចក្តីសុខចាប់ពីពេលនោះមកការលងបន្លាចអំពីខ្មោចក្រុមចៅនោះក៏បានសាបសូន្យទៅបន្តិចម្ដងធ្វើឲ្យអ្នកភូមិរស់នៅសុខសាន្តជាប្រក្រតីហើយធ្វើដំណើរឆ្លងកាត់នៅទីនោះពុំដែលមានជួបហេតុការណ៍អ្វីចម្លែកទៀតនោះឡើយ